ឡានដែលមានប្រព័ន្ធបើកបរដោយខ្លួនឯងណាវាចាប់នេះយកគំនុកផ្លូវនេះអញ្ចឹងកន្លែងណាដែលមានគំនុកផ្លូវច្បាស់ចាំប្រើហើយប្រើដោយការប្រុងប្រយ័ត្នមិនប្រឡែងលើវាទាំងអស់ទេអញ្ចឹងយើងគួរតែប្រយ័ត្នតិចនៅពេលប្រើវាណាបើចង់សាកល្បងប្រើក៏ប្រើទៅប៉ុន្តែបើយកល្អយើងបើកដោយខ្លួនឯងទៅហ្នឹងហើយអញ្ចឹងនៅកន្លែងណាដែលវាមានគំនុកផ្លូវច្បាស់វាប្រកាសជាប្រើបានអានេះអត់ច្បាស់ទេបិទចោលបណ្ដោយអញ្ចឹងចំណុចទៅហ្នឹងណានៅពេលដែលយើងអត់បានប្រុងប្រយ័ត្នទេវាទៅមុខបណ្ដោយអញ្ចឹងបងប្អូនគួរតែប្រយ័ត្នតិចហើយនៅពេលដែលវាដើរវានឹងរក្សាឡាននៅចំកណ្ដាលអញ្ចឹងនៅចំកណ្ដាលអញ្ចឹងណាហ្នឹងហើយព្រោះអីវាចាប់វាវាស់ពីខាងកំនុកខាងលឿងនេះហើយកំនុកខាងសនេះវាវាស់ឲ្យស្មើគ្នាដាក់ឡានចំកណ្ដាលនៅពេលដែលយើងទាញចង្កោរមកខ្ញុំទាញចង្កោមកចេះទាញចង្កោនោះវារត់មកកណ្ដាលវិញដែរណែឃើញវារត់ទេរត់មកកណ្ដាលវិញហ្នឹងហើយអញ្ចឹងទោះបីជាឡានហ្នឹងវាមានបញ្ហារត់ទៅទាញឆ្វេងទាញស្ដាំនៅពេលដែលយើងបើកដោយដៃក៏ដោយក៏ដាក់ពេលដាក់អូតូផៃឡូតទៅវានឹងទាញមកចំកណ្ដាលវិញហ្នឹងហើយឡានរត់ត្រង់វិញហ្នឹងហើយអញ្ចឹងអូតូផៃឡូតហ្នឹងវាជួយយើងបានប៉ុណ្ណឹងប៉ុន្តែយើងគួរតែប្រើដោយការប្រុងប្រយ័ត្នកុំជឿវាពេកហ្នឹងហើយហើយមួយទៀតសម្រាប់ការពិចារណាថាឡានគួរតែធ្វើអាឡាញឆ្មិនហ្នឹងណាគឺយើងមិនអាចយកអានឹងយកមកធ្វើការសម្រេចបានទេហ្នឹងដោយសារតែអានឹងវាចាប់គីឡូផ្លូវវារុញមកចំកណ្ដាលតែបើជាឡានយើងនឹងវាមានបញ្ហាធ្លាក់ឆ្វេងមួយធ្លាក់ស្ដាំក៏វារុញមកចំកណ្ដាលវិញដែរហ្នឹងហើយប៉ុន្តែអ្វីដែលអាចវិនិច្ឆ័យបានគឺដៃយើងណាយើងបើកដោយដៃទៅបើមិនតែយើងបើកអត់ស្រួលទេអានឹងយើងពិចារណាទៅថាយើងគួរធ្វើអាឡាញឆ្មិនឬអត់ហ្នឹងហើយបើយើងបើកស្រួលហើយក៏ច្បាច់ធ្វើទៅមែនទេប៉ុន្តែបើយើងបើកទៅវាទាញយើងពិបាកទប់វាចុកដៃហើយចង្កូតវាវាចអាហ្នឹងយើងធ្វើទៅព្រោះយើងបើករាល់ថ្ងៃក៏យើងមិនមែនតែដាក់អូតូផៃឡូតរហូតដែរហ្នឹងហើយមានមួយទៀតនៅពេលដែលឡានវាមានបញ្ហាវាចង្កូតណាអ្វីដែលពិបាកបំផុតហ្នឹងនៅពេលដែលប្រព័ន្ធទាំងអស់ធ្វើការរួមគ្នា ADAS ហើយប្រព័ន្ធ traction វាធ្វើការរួមគ្នានៅពេលដែលឡានវាជួបអាសន្នមែនតើហ្នឹងអាហ្នឹងវាធ្វើការអត់ត្រូវទេហ្នឹងហើយអញ្ចឹងឡានគឺគេអត់ដែលធ្វើមកឲ្យរត់ទាញទេហ្នឹងហើយគេធ្វើមករត់ត្រង់ប៉ុន្តែបើករណីរត់ទាញក៏គេឲ្យ multi link suspension ហ្នឹងឲ្យយើងសេរីដែរដើម្បីទប់ហ្នឹងហើយឡានសេរីទំនើបមែនតើគេមាន multi link ទាំងមុខទាំងក្រោយឲ្យយើងសេរីណាដើម្បីឲ្យឡានទប់ហ្នឹងហើយអញ្ចឹងគេធ្វើមកដល់យើងសេរីហ្នឹងហើយគឺមានប៉ុណ្្នឹងទេអរគុណ